រឿងអាកុហកស៊ីកាលពីព្រេងនាយមានក្មេងម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកកំរាវមួយដល់ជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ជ្រូកក៏និយាយនឹងម្ដាយថាម៉ែខ្ញុំចង់ស៊ីសាច់ជ្រូកសូមម៉ែឲ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាម្ដងទៅម្ដាយគាត់ថាកុំឯងស៊ីអីក៏ច្រើនម្លេះទុកវានឹងលក់យកប្រាក់កាក់ចាយវិញកូនឮម្ដាយខាត់ដូច្នោះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសប្តាហ៍ថ្ងៃពុំមានភ្លេចឡើយមានកាលថ្ងៃមួយកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាត្បិតទេវតាប្រាប់ខ្ញុំថាមានមាសប្រាក់ច្រើនណាស់ម៉ែសូមម៉ែជូនខ្ញុំទៅយកម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថាមាសប្រាក់នោះនៅឯណាកូនឆ្លើយថាម៉ែទៅនឹងខ្ញុំចុះបើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំទៅកូនយកកញ្ជើនាំម្ដាយដើរទៅក្នុងព្រៃឆ្ងាយអំពីស្រុកហើយកូនយកកញ្ជើទៅគ្របលើដីប្រឹងសង្កត់ហើយស្រែកប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមាសប្រាក់នៅក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅយកចប់ជីកមកជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែងបើម៉ែលែងមាសប្រាក់នេះនឹងបាត់ទៅអស់ហើយឯម្ដាយឮកូនថាដូច្នោះក៏ខំសង្កត់កញ្ជើនោះឲ្យកូនឯកូននោះក៏រត់ត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចំអិនអាហារបបួលអស់បងប្អូនអ្នកផ្ទះជិតខាងមកស៊ីផឹកស្រាលេងសប្បាយម្ដាយនៅចាំកូនឯព្រៃទន្ទឹមពុំឃើញឃ្លានបាយអស់កម្លាំងរយដៃរយជើងរបូតចេញពីលើកញ្ជើពុំឃើញមានអ្វីសោះលុះម្ដាយចាំយូរពេកនឹកថាកូនបញ្ឆោតហើយក៏លែងកញ្ជើចោលត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នោះក៏ខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនខ្លួនថាត្បិតកូននោះវាខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការ៉ុងយកទៅទម្លាក់ក្នុងទឹកស្លាប់ទៅប្អូនឮដូច្នោះសួរទៅបងថាដំណើរដូចម្ដេចបានជាយកកូនច្រកការ៉ុងទៅចោលក្នុងទឹកសម្លាប់បងនិយាយប្រាប់ទៅប្អូនតាមដំណើរសពគ្រប់ថាវាចេះតែបញ្ឆោតអញឲ្យទៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយឲ្យអញនៅចាំក្នុងព្រៃលុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែនឹងដាច់ពោះឯវាមកកាប់ជ្រូកស៊ីផឹកស្រាលេងសប្បាយជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទៅតើប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការ៉ុងធំចងមាត់ការ៉ុងជាប់ល្អហើយលើកលីយកទៅចោលក្នុងទឹកទន្លេលុះទៅដល់មាត់ទន្លេអាកុហកស៊ីនិយាយនឹងមាវាថាលោកមាអាណិតខ្ញុំមុខជាស្លាប់ហើយបើដូច្នេះសូមលោកមាអាណិតទៅយកក្បូនកុហកមកឲ្យខ្ញុំបន្តិចត្បិតខ្ញុំស្លាប់ទៅនឹងទៅនៅឯឋានខ្មោចបើគ្មានកបូនកុហកនិងកុហកខ្មោចស៊ីពុំបានទេនោះនឹងដាច់ពោះស្លាប់ហើយឯមីឮក្មួយអង្វរដូច្នោះក៏សួរទៅក្មួយវិញថាក្បូនកុហកនោះឯងទុកនៅឯណាក្មួយប្រាប់ទៅមីថាខ្ញុំដាក់នៅលើធ្នឹមមីក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់កំពង់ទឹកហើយត្រឡប់មករកក្បូននិងយកមកឲ្យអាកុហកស៊ីវិញកាលនោះមានមនុស្សកើតខ្លងម្នាក់ដើរមកជិតអាកុហកស៊ីក៏ធ្វើនិយាយថាអញមកតមខ្លងក្នុងការ៉ុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅឃើញហាក់ដូចជាសះជាហើយមនុស្សខ្លងឮអាកុហកស៊ីថាតមខ្លងក្នុងការ៉ុងដូច្នោះដោយខ្លួនកើតខ្លងក៏សួរថាតមខ្លងក្នុងការ៉ុងនោះបានជាអ្វីអាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកាត់ខ្លងគេឲ្យតមក្នុងការ៉ុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាណិតស្រាយមាត់ការ៉ុងឲ្យខ្ញុំបន្តិច
មនុស្សខ្លងក៏ស្រ័យមាត់ក៏រងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញពីក៏រងបោកខ្លួនមើលហើយប្រាប់ថាជាខ្លងហើយអាកំឡុងឮពីអាកុហកស៊ីថាតอมខ្លងក្នុងក៏រងជាដូច្នោះក៏និយាយថាឲ្យគ្នាតอมខ្លងផងអាកុហកស៊ីឮដូច្នោះអន់ណាគិតថាអញរស់ស្លាប់ហើយបានជាអាកំឡុងស្លាប់ជួសអាកុហកស៊ីប្រាប់អាកំឡុងថាបើឯងចង់ជាខ្លងឆាប់ត្រូវកាន់ត្រណមឲ្យជាប់កុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើនរណាមកសួរក្តីមកជេរក្តីមកវាយដូចម្ដេចក្តីត្រូវកុំនិយាយកុំស្ដីខំកាន់ត្រណមឲ្យខ្ជាប់ទើបបានជាអាកំឡុងឬអាកុហកស៊ីថាដូច្នោះក៏ទទួលចាំហើយចូលទៅក្នុងក្រុងអាកុហកស៊ីចងមាត់ក្រុងជាប់ហើយរត់ទៅបាត់មាននោះរោគតម្រាអាកុហកស៊ីពុំឃើញដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏នឹកក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ភ្លាមហើយខំដើរទៅដល់ហើយក៏ស្ទុះចូលទៅដាស់វីអាកំឡុងដោយស្មានថាជាអាកុហកស៊ីអាកំឡុងខំអត់ធ្មត់ព្រោះចង់ជាខ្លងលូកវាយធ្លាក់អស់ចិត្តហើយមាននោះក៏លើកក្រុងបោះចូលទៅក្នុងទឹកឲ្យស្លាប់ឯអាកុហកស៊ីរត់រួចពីនោះទៅជួបនឹងមនុស្សកុហកម្នាក់ចេះកុហកដូចគ្នាកំពុងតែមុជទឹកអាកុហកនោះឃើញអាកុហកស៊ីកំពុងដើរទៅពីឆ្ងាយក៏ធ្វើជាមុជទឹកយូរបន្តិចងើបឡើងហើយលើកផ្កាសឡើងបង្ហាញថាអញមុជទឹកទៅក្រោមមានគេលេងបៀអញលេងឈ្នះបានកាសប្រាក់ច្រើនក៏ប៉ុន្តែយកមកមិនរួចយកបានតែមួយត្រណោតអាកុហកស៊ីឮដូច្នោះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតមុជទៅក្នុងទឹកខំមុជទៅទង្គិចក្បាលនឹងគល់ឈើបែកឈាមដឹងខ្លួនថាគេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកលវិញថាហើយងើបឡើងនិយាយទៅនឹងអាដែលបញ្ឆោតនោះថាអ្នកអើយខ្ញុំមុជទឹកទៅតាមពាក្យអ្នកឯងបាញ់មិញនេះបានឃើញគេលេងបៀប៉ោងច្រើនណាស់ហើយខ្ញុំលេងឈ្នះគេបានប្រកាសជាច្រើនខ្ញុំទាពីគេថាឲ្យមកទាពីអ្នកឯងនេះតែខ្ញុំមិនព្រមខ្ញុំចេះតែទាគេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំមកយកពីអ្នកឯងបើអ្នកមិនជឿអ្នកមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់នឹងកុហកមិនចាញ់ខ្លួនក៏ស្រាយកាសចែកគ្នាឲ្យពាក់កណ្ដាលហើយសុំគ្នាធ្វើជាបងប្អូនដើររកស៊ីកុហកគេតាំងពីថ្ងៃនោះមក